បន្ទាប់មកក៏បានដើរចុះមកបង្ហាញនៅសម្រស់របស់នាងធ្វើឲ្យដាហ្វឹងភ្ញាក់ផ្អើលឡើងចំហមាត់ដែលឈ្មោះរបស់នាងគឺជាលីហួមីខ្ញុំពិតជាអរគុណដល់អ្នកក្លាហានដែលមានសេចក្តីសុចរិតជួយពួកយើងតើអ្នកគឺជានាងម្ចាស់មែនទេមើលទៅមិនដូចមែនទេដាហ្វឹងក៏បានតបមើលទៅមិនដូចទល់តែសោះយីឌីក៏បានស្ដីឲ្យពិតជាគ្មានចំណេះដឹងមែនតើលោកដឹងឬអត់អ្នកនាងរបស់ខ្ញុំអស់ចាប៉ុណ្ណាយីឌីមិនត្រូវនិយាយស្ដីមិនគោរពអ្នកមានគុណនោះទេអ្នកក្លាហានតើប្រកាសឬអត់ថាស្ដេចឱសថយ៉ាវបានចុះពីទីនេះមុនហើយបាទមែនហើយលោកគ្រូរបស់ខ្ញុំបាននិយាយបើតាមការចងចាំមិនគួរមានអ្វីខុសនោះទេនិយាយអញ្ចឹងហេតុអ្វីបានជានាងតាមរកគាត់បាននិយាយទៅពិតជាកំសត់ណាស់ខ្ញុំមានជំងឺប្រចាំខ្លួនដែលមិនអាចព្យាបាលបានប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាព្រះជាម្ចាស់នឹងមានសេចក្តីមេត្តាករុណាដល់ខ្ញុំមាននៅគ្រូពេទ្យដ៏អស្ចារ្យអាចព្យាបាលឲ្យខ្ញុំជាបានហើយមិនបាច់និយាយអំពីរឿងនេះទៀតនោះទេចំណែកអ្នកក្លាហានវិញតើចង់ទៅណាដែរខ្ញុំគឺទៅរាជធានីដើម្បីស្វែងរកសិស្សច្បងទី3ពួកម៉េក៏បានតបខ្ញុំក៏ធ្វើដំណើរឆ្លងកាត់ទីនោះដែរដូច្នេះពួកយើងអាចធ្វើដំណើរជាមួយនឹងគ្នាបានវាក៏ជារឿងល្អដែលមានអ្នកកំដរនៅតាមផ្លូវហាពិតមែនហើយនៅតាមផ្លូវមិនចាំបាច់បារម្ភពីការអបសុកនោះទេនៅក្នុងរាជធានីខ្ញុំក៏ស្គាល់មនុស្សច្រើនដែរតែអាចប្រាប់ខ្ញុំបានទេតើសិស្សច្បងរបស់លោកមានឈ្មោះអ្វីខ្ញុំនឹងអាចឲ្យអ្នកផ្សេងជួយស្វែងរកដាហ្វឹងក៏បានប្រាប់ឈ្មោះរបស់គាត់គឺជាស៊ីនឆៅធ្វើឲ្យពួកគេទាំង3នាក់ក៏មានការភ្ញាក់ផ្អើលលោកគ្រូបាននិយាយប្រាប់ថាគាត់ពិតជាមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងរាជធានីគ្មានអ្នកណាម្នាក់ដែលមិនស្គាល់ឈ្មោះគាត់នោះទេតែអាចធ្វើឲ្យងាយស្រួលក្នុងការស្វែងរកតើអ្នកទាំងអស់គ្នាស្គាល់គាត់ទេយីឌីបំរុងនឹងប្រាប់ទៅហើយត្រូវបានអ្នកម្នាងរបស់គេខាត់ឲ្យសញ្ញាទៅហ្វាងហួរទៀតតើលោកធ្លាប់បានជួបគាត់ឬអត់ខ្ញុំក៏ទៅតែដឹងថាមានសិស្សច្បងមុនពេលដែលខ្ញុំបានចេញពីសំណាក់របស់លោកគ្រូហួរម៉េក៏បានគិតបន្តិចឈ្មោះរបស់គាត់ដូចជាម្នាក់ដែលខ្ញុំបានស្គាល់ប៉ុន្តែខ្ញុំមិនប្រកាសថាអ្នកដែលខ្ញុំស្គាល់គឺជាសិស្សច្បងទី3របស់លោកឬអត់នៅពេលដែលទៅដល់រាជធានីខ្ញុំនឹងប្រញាប់នាំលោកទៅទីនោះដើម្បីបញ្ជាក់ការពិតថាជាគាត់មែនឬអត់ដាហ្វឹងគេក៏បានសប្បាយចិត្តខ្ញុំមិននឹកស្មានថានឹងជួបមនុស្សល្អនៅពេលដែលបានចាក់ចេញពីលើភ្នំនោះទេអរគុណដែលបានជួយស្វែងរកសិស្សច្បងរបស់ខ្ញុំភ្លាមនោះរាងកាយរបស់ហួរម៉េបានបញ្ចេញនូវចំហាយត្រជាក់យ៉ាងខ្លាំងធ្វើឲ្យនាងដួលសន្លប់ឥឡូវដល់ពាក់កណ្ដាលត្រៀតហើយជាពេលវេលាអាក្រក់សម្រាប់នាងតើនាងរបស់រាមច្បងមានជំងឺអ្វីទៅមើលទៅដូចជាចម្លែកខ្លាំងណាស់មែនហើយវាជាជំងឺចម្លែកវាកើតឡើងនៅពេលលំលងអាត្រៀតធ្វើឲ្យឆ្អឹងនិងបេះដូងត្រជាក់រហូតដល់កកចូលគ្នាមនុស្សភាគច្រើនដែលកើតជំងឺនេះពួកគេមិនអាចទ្រាំទ្រវាបាននោះទេនិយាយអញ្ចឹងចូលឈឿដែលបានវាប្រហារពួកយើងអំបញ្ញមិញមើលទៅមិនទាន់ទៅណាឆ្ងាយនោះទេដូច្នេះខ្ញុំនឹងយកមនុស្សម្នាក់ដើម្បីដើរត្រួតពិនិត្យបរិវេណទីនេះបងហ្វឹងចូលទៅសម្រាប់បានល្អចុះដើម្បីបន្តដំណើរនៅព្រឹកស្អែកទៀតនិយាយអញ្ចឹងរៀមច្បងលីតើធ្លាប់បានជួបសិស្សច្បងទី3របស់ខ្ញុំទេគាត់ក៏បានប្រកែកភ្លៀងមិនធ្លាប់ទេកុំសួរខ្ញុំទៀតអីណាហ្វឹងបន្ទាប់ពីចូលក្នុងប្រាសាទបាក់បែកហើយហាក់បីដូចជាគេមិនលក់នោះទេប្រែខ្លួនចុះប្រែខ្លួនឡើងហេតុអ្វីគេមិនលក់អញ្ចឹងដូចជាមានអ្វីចម្លែកងើបមកអង្គុយសមាធិចម្រៃនៃធម៌ពលរបស់គេដែលមានឡើងសាយភាយពេញទីនឹងតែម្ដងនៅក្នុងរទេះរបស់ព្រះនាងចំហាយនៃភាពត្រជាក់បានជិះចេញយ៉ាងខ្លាំងដែលធ្វើឲ្យរាងកាយរបស់នាងសឹងតែកកទៅហើយមើលទៅនាងពិតជាមានការជឿចាប់ខ្លាំងណាស់បើកភ្នែកមកវិញបន្ទាប់ពីចំហាយនៃធម៌ពលរបស់ដាហ្វឹងជ្រាបចូលមកខាងក្នុងនាងលែងជឿចាប់ហើយមែនទេប៉ុន្តែវាមិនទាន់ផុតពាក្យកណ្ដាលអាត្រៀតនោះទេចំហាយនៃធម៌ពលដែលនៅខាងក្រៅជ្រាបចូលមកខាងក្នុងស្រាប់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាការជឿចាប់គឺតិចជាងមុនចេញទៅមើលតើអ្នកណាកំពុងតែធ្វើអ្វីយីឌីនាងក៏បានសម្លឹងមើលទៅឃើញដាហ្វឹងកំពុងតែចម្រាញ់នៃកម្លាំងធម៌ពលរបស់គាត់នាងគឺជាដាហ្វឹងកំពុងតែអនុវត្តធម៌ពលរបស់គាត់ដូចជាកំពុងតែប្រើវាដើម្បីដុតភ្លើងប្រញាប់ប្រាប់គាត់ឲ្យបញ្ឈប់ត្រឹមនឹងទៅដាហ្វឹងនាងរបស់ខ្ញុំឲ្យប្រាប់ថាបញ្ឈប់វាត្រឹមនឹងទៅហេតើលោកធ្វើមិនស្ដាប់ឮមែនទេភ្លាមនោះគេក៏បានបញ្ឈប់ហួរម៉េក៏ចាប់ផ្ដើមមានការជិះចាប់ឡើងវិញប្រញាប់ឡើងហើយគាត់មកឲ្យវឹកហាត់នៅក្បែររទេះសេះភ្លាមទៅលឿនឡើងខ្ញុំមិនអាចទ្រាំបានទីនោះទេដាហ្វឹងនាងរបស់ខ្ញុំឲ្យមកវឹកហាត់នៅទីនេះងើបឡើងក៏បានរអ៊ូតើនាងគឺជាអ្នកណាម្ដងឲ្យបញ្ឈប់ម្ដងឲ្យវឹកហាត់តើចង់មានន័យថាយ៉ាងម៉េចទៅហើយពិតជាពិបាកផ្គប់ចិត្តមែនតើលោកនៅចាំអ្វីទៀតប្រញាប់អនុវត្តភ្លាមទៅយីឌីឲ្យគាត់ចូលមកខាងក្នុងមកទូប្រុសរបស់យើងហាក់បីដូចជាភាពអើបន្តិចដែរនាងមិនល្អនោះទេព្រោះថានាងមិនទាន់រៀបការនោះឡើយតើអាចឲ្យគេចូលទៅដោយរបៀបណាឆាប់ឡើងខ្ញុំមិនអាចទ្រាំនឹងការជឿចាប់បែបនេះទៀតបាននោះទេនាងរបស់ខ្ញុំឲ្យលោកចូលទៅខាងក្នុងត្រូវតែស្ដាប់សម្ដីរបស់ខ្ញុំកុំមានគំនិតអាក្រក់ទៅលើគាត់ឲ្យសោះតើយល់ហើយឬនៅយីឌីប្រញាប់ឡើងឲ្យគាត់ចូលមកដោយសារធ្វើអ្វីមិនបាននាងក៏បានប្រាប់ថាអញ្ចឹងចូលចុះលោកត្រូវតែចាំថាខ្ញុំនៅខាងក្រៅជានិច្ចបើលោកហ៊ានតែធ្វើអ្វីចំពោះនាងខ្ញុំនឹងសម្លាប់លោកចោលមិនខានបន្ទាប់ពីចូលមកដល់ខាងក្នុងមើលទៅដូចជាទូក្លាសេមួយទៅហើយចំហាយនៃភាពត្រជាក់សាយភាយពេញទីនឹងពួកឯដាហ្វឹងក៏មានការភ្ញាក់ផ្អើលផងដែរលោកមិនចាំបាច់គិតច្រើននោះទេប្រញាប់អនុវត្តនៅធម៌ពលរបស់លោកភ្លាមទៅអង្គុយចុះប្រើនំជារបស់គេឡើងមកធម៌ពលក៏បានសាយភាយចេញពេលនេះខ្ញុំមានអារម្មណ៍ថាភាពត្រជាក់លែងធ្វើឲ្យខ្ញុំមានការជឿចាប់ទៀតហើយឈប់ដណ្ដប់ភួយនៅលើក្រេហើយចុះមកខាងក្រោមផ្អែកខ្នងជាមួយនឹងទូប្រុសយើងមិនបាច់ខ្វល់នោះទេបន្តវឹកហាត់ទៀតទៅមកទាំងឈុតសិចស៊ីបែបនេះធ្វើឲ្យអារម្មណ៍របស់ admin មិនសូវល្អសោះរួចនាងក៏បានបន្តកេងកាយទៅលើខ្នងរបស់ដាហ្វឹងសាច់រឿងភាគទី2របស់យើងក៏ត្រូវបានបញ្ចប់